ហើយលើគុណតម្លៃនឹងទួនាទីរបស់ព្រះពុទ្ធសាសនាដែលបាននឹងកំពុងចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋប៉ុន្តែពុំមានការរឹតបន្តឹងលើសិទ្ធិសេរីភាពខាងសាសនានោះទេនេះគឺជាដំណើរទៅមុខលើផ្លូវដ៏ត្រឹមត្រូវមួយដែលវិស័យសាសនារួមមានព្រះពុទ្ធសាសនាអ៊ីស្លាមសាសនាគ្រិស្តសាសនានិងសាសនាដទៃទៀតត្រូវបានបើកទូលាយក្នុងការប្រតិបត្តិជំនឿហើយធ្វើឲ្យប្រជាជនដែលរស់នៅក្នុងសង្គមកម្ពុជាអាចរស់នៅក្នុងសុខដុមរមនាមិនមានទំនាស់ប្រេះឆាឬចំនួនសាសនានោះឡើយ